វាប្រហារភាគខាងត្បូងនៃប្រទេសថៃដែលនាំមកនៅទឹកចំនួនកម្ពស់ជាង8 ហ្វីតដែលនៅក្នុងទីក្រុងមួយបានកាត់ផ្តាច់ផ្លូវចូលទៅមន្ទីរពេទ្យសម្ភពដែលទើបតែនឹងកើតទារកចំនួន30នាក់នេះបើយោងតាមបុគ្គលិកនិងមន្ត្រីធ្វើការនៅទីនោះផ្ទាល់យ៉ាងហោចណាស់មនុស្ស19នាក់ទូទាំងភាគខាងត្បូងនៃប្រទេសថៃបានស្លាប់ដែលភាគច្រើនបណ្ដាលមកពីការឆក់ចរន្តអគ្គិសនីនិងគ្រោះថ្នាក់តាក់ទងទៅនឹងទឹកជំនន់នេះបើយោងតាមក្រសួងសុខាភិបាលសាធារណៈភ្លៀងធ្លាក់ខ្លាំងបំផុតត្រូវបានគេឃើញនៅក្នុងទីក្រុងហាត់យ៉ៃដែលជាមជ្ឈមណ្ឌលដឹកជញ្ជូននិងពាណិជ្ជកម្មដ៏សំខាន់មួយនៅក្នុងខេត្តសង្ខ្លាដែលបានកត់ត្រាភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងរយៈពេល300ឆ្នាំនេះបើយោងតាមនាយកដ្ឋានធារាសាស្ត្ររបស់ប្រទេសតួលេខនោះសំដៅទៅលើភាពកម្រនៃព្យុះភ្លៀងប្រភេទនេះដែលមានប្របាប់ប៊ីលីតេនៃការកើនឡើងម្ដងរៀងរាល់300ឆ្នាំនេះបើយោងតាមមន្ត្រីបានប្រាប់ស្ថានីយ៍ទូរទស្សន៍ CNN គិតត្រឹមថ្ងៃច័ន្ទខេត្តចំនួន9នៅទូទាំងភាគខាងត្បូងនៃប្រទេសថៃនៅតែលិចទឹកនិងបន្តមានការប៉ះពាល់ដល់គ្រួសារចំនួន 127,000 គ្រួសារនេះបើយោងតាមអាជ្ញាធរមូលដ្ឋានបានផ្ដល់ព័ត៌មានជូនកន្លែងខ្លះបានកត់ត្រាទឹកភ្លៀងជិត400មីលីម៉ែត្រដែលកាន់តែធ្ងន់ធ្ងរឡើងដោយទន្លេហៀនិងទឹកជំនន់ភ្លាមនៅក្រុងហាត់យ៉ៃទឹកជំនន់បានឡើងដល់ជម្រៅ 2.5 ម៉ែត្រដែលបោកបក់ពេញទីក្រុងនិងជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋរូបថតពីចម្ងាយពីទីក្រុងបង្ហាញផ្លូវទាំងមូលនិងទីក្រុងទាំងមូលស្ថិតនៅក្រោមទឹកដោយផ្ទះខ្លះលិចពាក់កណ្ដាលហើយក្រុមសង្គ្រោះបន្ទាន់នៅលើទូកកំពុងជួយសង្គ្រោះអ្នកស្រុកនិងដឹកជញ្ជូនសម្ភារៈផ្សេងៗដែលអាចធ្វើទៅបានកម្មករនៅមន្ទីរពេទ្យហាត់យ៉ៃបានពិពណ៌នាអំពីឈុតឆាកដ៏រន្ធត់មួយនៅថ្ងៃអង្គារដោយការផ្គត់ផ្គង់ទឹកនិងអគ្គិសនីត្រូវបានកាត់ផ្តាច់មួយផ្នែកចាប់តាំងពីល្ងាចថ្ងៃច័ន្ទមានទារកទើបតែនឹងកើតប្រហែលជា30នាក់នៅក្នុងសម្ភពនៃមណ្ឌលបង្កើតទារកតែឪពុកម្ដាយរបស់ពួកគេមិនបានមកមន្ទីរពេទ្យនោះទេគិលានុបដ្ឋាយិកាមន្ទីរពេទ្យហ្វាធីយ៉ាហ្វុនតូនីបាននិយាយថាមន្ទីរពេទ្យត្រូវតែមើលថែពួកគេដោយបន្ថែមថាឪពុកម្ដាយរបស់ទារកមានការព្រួយបារម្ភប៉ុន្តែពួកគេមិនអាចមកដល់ទីនេះបានទេព្រោះទឹកកំពុងឡើងនិងបន្តកើនឡើងជាលំដាប់ហើយការដឹកជញ្ជូនទាំងអស់ត្រូវបានកាត់ផ្តាច់នាងបានចែករំលែករូបថតនៃសាលទារកដែលបង្ហាញពីគិលានុបដ្ឋាយិកាអង្គុយក្នុងបន្ទប់ងងឹតដែលបំភ្លឺដោយភ្លើងចង្កៀងតែមួយប៉ុណ្ណោះកង្ហារឈរត្រូវបានដាក់នៅជុំវិញបន្ទប់ដើម្បីរក្សាទារកទើបនឹងកើតឲ្យត្រជាក់នៅក្នុងគ្រែទារករបស់ពួកគេសាលទារកទាំងនេះស្ថិតនៅជាន់ទី3នៃមន្ទីរពេទ្យដោយសង្ឃឹមថាពោះល្មមដែលពួកគេមិនចាំបាច់ជម្លៀសចេញទេនេះបើតាមសម្ដីគិលានុបដ្ឋាយិកានៅមន្ទីរពេទ្យបានរាយរាប់ប៉ុន្តែគិលានុបដ្ឋាយិកាម្នាក់ទៀតឈ្មោះផាត់ធីយ៉ាមានការព្រួយបារម្ភអំពីទឹកជំនន់ដែលកំពុងកើនឡើងនាងបាននិយាយបន្តទៀតថាម្សិលមិញទឹកជំនន់បានគ្របដណ្ដប់នៅជាន់ទី1តែប៉ុណ្ណោះឥឡូវនេះវាបានកើនឡើងដល់ជាន់ទី2នាងបានបន្ថែមទៀតថាមនុស្សប្រហែល500នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគិតត្រឹមថ្ងៃអង្គាររួមទាំងអ្នកជំងឺសម្រាកព្យាបាលចំនួន200នាក់ដោយជំរុញឲ្យអាជ្ញាធរជួយផ្គត់ផ្គង់ទឹកស្អាតបន្ថែមទៀតដល់អ្នកដែលជាប់គាំងនាយកដ្ឋានធារាសាស្ត្របាននិយាយកាលពីថ្ងៃច័ន្ទថាខ្លួនកំពុងធ្វើការជាមួយភ្នាក់ងាររដ្ឋាភិបាលនិងមន្ត្រីមូលដ្ឋានផ្សេងទៀតដើម្បីឆ្លើយតបទៅនឹងទឹកជំនន់ក្នុងតំបន់រួមទាំងការបញ្ជូនរថយន្តដឹកទំនិញទៅដឹកជញ្ជូនសម្ភារៈនិងជម្លៀសអ្នកដែលនៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់គេក៏កំពុងធ្វើការដើម្បីបង្ហូរទឹកជំនន់ឲ្យបានលឿនតាមដែលអាចធ្វើទៅបានដោយដំឡើងម៉ាស៊ីនបូមទឹកនិងម៉ាស៊ីនរុញទឹករាប់សិបគ្រឿងដើម្បីបង្វែរទឹកជំនន់ចូលទៅក្នុងបឹងសង្ខ្លានិងឈូងសមុទ្រថៃដែលនៅជិតខាងនៅឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសទឹកជំនន់នៅក្នុងខេត្តភាគខាងត្បូងត្រូវបានគេរំពឹងថាថយចុះបន្តិចម្ដងទោះបីអាជ្ញាធរកំពុងប្រុងប្រយ័ត្នជាពិសេសសម្រាប់តំបន់ទំនាបក៏ដោយនេះបើយោងតាមនាយកដ្ឋានធារាសាស្ត្រភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃក៏បានប៉ះពាល់ដល់ប្រទេសជិតខាងផងដែរនៅប្រទេសម៉ាឡេស៊ីមនុស្សជាង 15,000 នាក់
បានស្ថិតនៅក្នុងជំរកស្នាក់នៅទោះបីជាមិនមានរបាយការណ៍អំពីការស្លាប់ក៏ដោយនេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters 91នាក់ក្នុងសប្តាហ៍មុនទន្ទឹមនឹងនេះនៅភាគកណ្ដាលប្រទេសវៀតណាមទឹកជំនន់និងការរអិលបាក់ដីបានសម្លាប់មនុស្ស91នាក់ក្នុងសប្តាហ៍មុននិងបានធ្វើឲ្យគ្រួសារនិងអាជីវកម្មចំនួន 1.1 លានគ្មានអគ្គិសនីប្រើប្រាស់ទោះបីជាកម្រិតទឹកបានចាប់ផ្ដើមស្រកចុះនៅថ្ងៃច័ន្ទក៏ដោយនេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters